សួស្តី facilitator នៅក្នុងវីដេអូនេះយើងនឹងធ្វើការកែទៅលើ reading fluency មេរៀនទី3 ចឹងនៅក្នុង section A គឺឲ្យកូនសិស្សប្រាប់ដៃគូរបស់គាត់នៅសង្ខេបរឿងដែលគាត់បានអានហើយគាត់មានរយៈពេល6នាទីដើម្បីធ្វើ section A នៅក្នុង section B គឺឲ្យកូនសិស្សធ្វើការសង្ខេបរឿងដែលគាត់បានអាននៅ homework reading គាត់ហ្នឹងហើយរឿងដែលនៅក្នុង reading ហ្នឹងគឺតកតងទៅនឹងបងប្អូនប្រុស3នាក់ដែលគាត់ចែករំលែកធ្វើកិច្ចការផ្ទះគ្នាហើយ3នាក់ហ្នឹងគឺមានឈ្មោះ Gray, Todd ហើយនិង Rob ហើយTodd គឺជាអ្នកកាន់ខាងយកសម្ភាររបស់ចៅហើយនឹងកាត់ស្មៅ Gray គឺជាអ្នកកាន់ខាងលាងចានហើយនឹងគូខោអាវហើយនឹង Rob គឺជាអ្នកកាន់ខាងសម្អាតនៅកន្លែងរោងឡានហើយនឹងបូមធូលីហើយពួកគាត់ចែកការងារគ្នាធ្វើស្មើៗគ្នាពីមុខហើយពួកគាត់បានបញ្ចប់ការងារហ្នឹងទាំងអស់គ្នានេះគឺជាការសង្ខេបនៅក្នុង reading homework របស់យើងហើយបន្ទាប់ពីឲ្យពួកគាត់សង្ខេប reading ដែលគាត់បានធ្វើនៅ homework ហ្នឹងហើយសូម facilitator ជួយឲ្យ feedback ទៅលើ homework ដែលពួកគាត់បានធ្វើហើយមានរយៈពេល15នាទីចូលទៅដល់ section C គឺឲ្យពួកគាត់ធ្វើការជាមួយដៃគូរបស់គាត់ជាមួយនឹងភេទផ្សេងគ្នាអញ្ចឹងបើសិនជាស្រីធ្វើជាមួយនឹងប្រុសហើយបើប្រុសធ្វើជាមួយនឹងស្រីហើយនឹងពិភាក្សាទៅលើស្ថានsituation ខាងក្រោមនេះចឹងនៅក្នុង situation ហ្នឹងគេថាមានគ្រួសារមួយហើយប្រពន្ធគឺរវល់ជាមួយនឹងការងារគាត់មែនតានគឺប្រពន្ធគាត់មានមុខរបរមួយធ្វើការងារនៅក្រៅចឹងណាគឺគាត់រវល់ហើយប្តីហ្នឹងក៏គាត់រវល់តិចជាងប្រពន្ធមានន័យថាប្តីប្រពន្ធហ្នឹងមានការងារធ្វើដូចគ្នាគ្រាន់តែប្រពន្ធគាត់ការងារគាត់រវល់ជាងប្តីហើយរួចទៅគ្រប់កិច្ចការងារផ្ទះទាំងអស់នៅផ្ទះហ្នឹងគឺអត់ទាន់បានធ្វើទេអញ្ចឹងនៅក្នុងស្ថានភាពមួយហ្នឹងគឺប្រពន្ធក៏ទៅធ្វើការប្តីក៏ទៅធ្វើការប៉ុន្តែការងារប្រពន្ធរវល់ជាងប្តីហើយការងារផ្ទះនៅផ្ទះហ្នឹងដូចជាចានឆ្នាំងបោះផ្ទះអីហ្នឹងគឺអត់ទាន់បានធ្វើទាំងអស់អញ្ចឹងនៅក្នុងស្ថានភាពមួយហ្នឹងគេសួរថាបើសិនជា female student បើសិននឹងជាសិស្សស្រីសួរថាប្រសិនបើអ្នកឯងជាប្រពន្ធតើអ្នកឯងនឹងធ្វើយ៉ាងម៉េចជាមួយនឹងបញ្ហាហ្នឹងហើយចំពោះបុរសវិញគឺគេសួរថាប្រសិនបើអ្នកឯងគឺជាប្តីតើអ្នកឯងនឹងធ្វើយ៉ាងណាចំពោះបញ្ហាហ្នឹងអញ្ចឹងនៅការពិភាក្សាហ្នឹងគឺមានរយៈពេល5នាទីដើម្បីពិភាក្សាទៅលើសំណួរទាំងពីរហ្នឹងចូលមកដល់ section D គឺឲ្យពួកគាត់ធ្វើជាមួយដៃគូគាត់ដូចគ្នាដដែលហើយឲ្យពួកគាត់ផ្លាស់ប្ដូរនិយាយតាក់ទងទៅនឹងតួនាទីរបស់ឪពុកម្ដាយគាត់នៅឯផ្ទះ role of your parent ហ្នឹងតាក់ទងទៅនឹងកិច្ចការផ្ទះដែលប៉ាម៉ាក់យើងធ្វើនៅផ្ទះថាឧបមាថាម៉ាក់យើងគាត់ធ្វើអីគេខ្លះនៅផ្ទះចឹងកន្លែង role of your parent ហ្នឹងតាក់ទងទៅនឹង household chore ណា chore ថាម៉ាក់យើងធ្វើអីដែល cooking she cook she clean the dish អីចឹងទៅ my father he wash the car អញ្ចឹងគាត់មានរយៈពេល3នាទីដើម្បីពិភាក្សាគ្នាចូលមកដល់ section E គឺ extra reading ហើយលំហាត់ section E គឺមានរយៈពេល15នាទីហើយចែកចេញជាដំណាក់កាលតូចៗដូចជា E1 គឺឲ្យពួកគាត់ធ្វើការជាដៃគូហើយគឺមានជាដៃគូ2នាក់មាន student A ហើយនិង B អញ្ចឹងម្នាក់អានតាក់ទងទៅនឹង Adam អញ្ចឹងមានន័យថាម្នាក់អានអត្ថបទនៅខាងឆ្វេងដៃមួយនេះហើយម្នាក់ទៀតឲ្យគាត់អានអត្ថបទតាក់ទងនឹង Sally ដែលនៅខាងស្ដាំដៃបន្ទាប់គាត់មានរយៈពេល2នាទីដើម្បីអានអត្ថបទមួយហ្នឹងអញ្ចឹងបន្ទាប់ពីពួកគាត់បានអានអត្ថបទរៀងៗខ្លួនហើយចូលមកដល់ E2 ឲ្យពួកគាត់ប្រាប់គ្នាទៅវិញទៅមកថាសង្ខេបថាអត្ថបទដែលគាត់អានហ្នឹងនិយាយពីអីហើយគាត់មានរយៈពេល3នាទីបន្ទាប់ពីគាត់ប្រាប់គ្នាទៅវិញទៅមកហើយចូលមកដល់ E3 នៅក្នុង E3 នេះគឺឲ្យពួកគាត់ធ្វើការជាមួយដៃគូដដែលហើយដោយផ្អែកលើ reading ដែលគាត់បានអានហ្នឹងឲ្យគាត់ទៅសេ A នេះ A ឲ្យ next to Adam chore មានន័យថាកិច្ចការផ្ទះដែល Adam បានធ្វើហើយនឹង S ជាប់ជាមួយនឹងកិច្ចការផ្ទះដែល Sally បានធ្វើហើយនឹងពាក្យថា A ពុះ S នេះចំពោះកិច្ចការផ្ទះដែលពួកគាត់ហ្នឹង A Adam ហើយនិង Sally ហ្នឹងបានធ្វើដូចគ្នាចឹងនេះគឺជារូបភាពទាំងអស់នៃកិច្ចការផ្ទះដែល Adam ហើយនិង Sally បានធ្វើអញ្ចឹងឧបមាថាបើសិនជារូបនេះគឺជារូបដែល Adam ធ្វើគឺឲ្យគាត់ទៅសេ A នៅកន្លែងនេះហើយបើសិនជាកន្លែងរូបភាពមួយហ្នឹងគឺ
Sally អ្នកធ្វើឲ្យគាត់ទៅ say as ហើយបើសិនជាពួកគាត់ទាំង Adam ទាំង Sally ហ្នឹងធ្វើកិច្ចការហ្នឹងដូចគ្នាទៅ say ថា A ពុះហើយ as អញ្ចឹងខ្ញុំសូមផ្ដល់ចម្លើយឲ្យ facilitator នៅទីនេះតែម្ដងអញ្ចឹងយើងមកមើល part ខាង Adam មុន Adam គេនិយាយថាម៉េចខ្លះអញ្ចឹងគេថាគេឈ្មោះ Adam ខ្ញុំរស់នៅជាមួយគ្រួសាររបស់ខ្ញុំនៅក្នុងផ្ទះធំមួយខ្ញុំមានបងប្អូនស្រី2នាក់ហើយនិងប្អូនប្រុសម្នាក់ពួកយើងចែករំលែកកិច្ចការផ្ទះជាមួយនឹងឪពុកម្ដាយយើងចឹង my brother and I take the garbage out មានន័យថាខ្ញុំបងប្អូនប្រុសខ្ញុំហើយនិងខ្ញុំហ្នឹងយកសម្រាមទៅបោះចោលអញ្ចឹង I កន្លែងនេះ Adam take the garbage out អញ្ចឹងយើងមើលរូបហ្នឹងរូបមួយណាដែលយកសម្រាមទៅបោះចោលនេះរូបធុងសម្រាមអញ្ចឹងកន្លែងហ្នឹង Adam គាត់បានធ្វើអញ្ចឹងយើង say A នៅជាប់កន្លែងហ្នឹងបន្តមកទៀត we also wash our father car twice a week ពួកយើងក៏បានលាងឡានប៉ារបស់យើងមួយអាទិត្យ2ដងអញ្ចឹង we កន្លែងហ្នឹងក៏មាន Adam ហើយនិងបងប្អូនប្រុសគាត់អញ្ចឹង Adam គឺលាងឡានប៉ារបស់គាត់អញ្ចឹងហុកណាហុកលាងឡាននេះឡានហើយលាងអញ្ចឹងយើងដាក់ A នៅកន្លែងហ្នឹងមួយទៀត Every day I weed the garden and my brother water the plants អញ្ចឹងរៀងរាល់ថ្ងៃសៅរ៍ខ្ញុំសម្អាតកាត់ស្មៅនៅសួនច្បារអញ្ចឹងកន្លែងនេះគឺ I នេះតំណាងឲ្យ Adam អញ្ចឹងកន្លែងនេះរូបនេះគឺម៉ាស៊ីនកាត់ស្មៅអញ្ចឹងយើង say A កន្លែងនេះ my brother water the plant អញ្ចឹងគឺបងប្អូនគាត់នឹងស្រោចទឹកផ្កាអញ្ចឹងបងប្អូនប្រុសគាត់នឹងអត់មានអីតាក់ទងគាត់ទេគឺប្អូនគាត់អ្នកធ្វើអញ្ចឹងយើងអត់ហយយើងកន្លែងនេះ I ទៀតហើយ I also made the bed in the morning ខ្ញុំក៏បានរៀបចំគ្រែរបស់ខ្ញុំនៅពេលព្រឹកអញ្ចឹងកន្លែងណារៀបចំគ្រែនេះហូបគ្រែអញ្ចឹងកន្លែងនេះក៏ Adam ដែរ My sister Emily swept the floor បងប្អូនស្រីខ្ញុំ Emily ហ្នឹងក៏បានបោសផ្ទះរៀងរាល់ល្ងាចហើយលាងចានបន្ទាប់មកគាត់ក៏បានជួយម៉ាក់ទៅហាងរៀងរាល់ថ្ងៃពហុម៉ាក់របស់ខ្ញុំចម្អិនឲ្យខ្ញុំហើយគូក្អែពួកយើងប៉ារបស់ខ្ញុំគូគាត់ជួសជុលរបស់បាក់បែកនៅផ្ទះអញ្ចឹងអានេះអត់មានតាក់ទងនឹងគាត់ទេអញ្ចឹងរូបទាំងអស់នេះរូបដែលតាក់ទងនឹងការងារផ្ទះដែល Adam បានធ្វើគឺមាន4នេះ1 2 3 4ឥឡូវយើងចូលមកមើល Sally អញ្ចឹងសួស្តីខ្ញុំឈ្មោះ Sally គឺគ្រួសារខ្ញុំតូចមានឪពុកខ្ញុំម៉ាក់ខ្ញុំប្អូនស្រីខ្ញុំ Jonah ហើយនិងខ្ញុំពួកយើងរស់នៅក្នុងផ្ទះល្វែងនៅអគារខ្ពស់មួយខ្ញុំជួយគ្រួសាររបស់ខ្ញុំជាមួយនឹងកិច្ចការផ្ទះខ្ញុំ I make my own bed ខ្ញុំរៀបចំគ្រែដោយខ្លួនឯងអញ្ចឹងរូបណាគ្រែអញ្ចឹងរូបគ្រែនេះអញ្ចឹងមានន័យថាទាំង Adam ទាំង Sally គឺធ្វើកិច្ចការផ្ទះទាំងពីរអញ្ចឹងមានន័យយើងពុះមក A ហើយនិង S បន្ទាប់មកខ្ញុំរៀបចំតុអាហារសម្រាប់ញ៉ាំអាហារពេលល្ងាចនៅពេលដែលម៉ាក់ខ្ញុំកំពុងតែចម្អិនអាហារអញ្ចឹងកន្លែងណារៀបចំតុគឺកន្លែងនេះគឺមានគាត់កំពុងតែរៀបចំតុចានអញ្ចឹងកន្លែងនេះគឺ S Sally ហើយបន្ទាប់មករៀងរាល់ថ្ងៃអង្គារម៉ាក់ប៉ារបស់ខ្ញុំគឺទៅផ្សារដើម្បីទិញម្ហូបអាហារហើយខ្ញុំមើលថែប្អូនស្រីរបស់ខ្ញុំ Jonah ហើយនឹងជួយគាត់ជាមួយនឹង homework អញ្ចឹងកន្លែងណាគឺមើលថែប្អូនស្រីនេះឃើញរូបគាត់កំពុងជួយមើលថែប្អូនស្រីគាត់ទេអញ្ចឹងទៅកន្លែងនេះគឺ S My father fix the sink in the house មានន័យថាប៉ារបស់ខ្ញុំគាត់ជួសជុលរបស់នៅក្នុងផ្ទះដែលខូចហ្នឹងហើយម៉ាក់របស់ខ្ញុំចម្អិនអាហារពេលចម្អិនអាហារឲ្យពួកយើងហើយជូតបោសផ្ទះជារៀងរាល់យប់នៅពេលដែលម៉ាក់ហើយនិងប៉ាគាត់អស់កម្លាំងខ្ញុំយកទឹកឲ្យគាត់ផឹកអញ្ចឹង I bring water for them អញ្ចឹងរូបទាំងអស់នេះគឺជាកិច្ចការផ្ទះដែល Sally បានធ្វើចូលមកដល់ E4 នៅក្នុង E4 គឺឲ្យកូនសិស្សគាត់បង្កើតជា clear true false statement ដើម្បីសួរគ្នាគាត់តាក់ទងទៅនឹង part ដែលគាត់បានអានហើយគាត់មានរយៈពេល5នាទីអញ្ចឹងមានន័យថាបើសិនបើគាត់អានតាក់ទងនឹង Adam អញ្ចឹងឲ្យគាត់បង្កើត clear true false statement clear ខុសឬក៏ត្រូវដើម្បីសួរពុកម៉ាក់គាត់ដៃគូគាត់ថា clear ហ្នឹងត្រូវឬខុសដោយសារតែនៅក្នុង A2 គឺគាត់គឺយើងឲ្យពួកគាត់ហ្នឹងសង្ខេបរឿងឲ្យគ្នាស្ដាប់ទៅវិញទៅមកអញ្ចឹងចង់ដឹងថាដៃគូរបស់គាត់ហ្នឹងស្ដាប់បានប៉ុណ្ណាគឺឲ្យគាត់ create true false statement អញ្ចឹងទី1បើសិនជាម្នាក់ហ្នឹងគាត់កាន់ខាង Adam part ឧទាហរណ៍ដូចជាគាត់និយាយថា Adam washes his father car twice a week is it true or false អញ្ចឹងដៃគូរបស់គាត់ត្រូវឆ្លើយបើសិនជា true យើងឆ្លើយថា is true បើសិនជា false យើងថា false ហើយបើសិន
អ្នកដែលកាន់ខាង Sally គឺគាត់អាចបង្កើត true false statement ដូចគ្នាឧទាហរណ៍ថា I take care of my brother every Tuesday is it true or false អញ្ចឹងគាត់សួរដៃគូគាត់ទៅហើយបើសិនជាដៃគូគាត់ឆ្លើយត្រូវគាត់ចូលទៅដល់ប្រយោគមួយទៀតបើសិនជាដៃគូគាត់ឆ្លើយខុសគាត់ត្រូវកែព័ត៌មានឲ្យដៃគូគាត់អញ្ចឹងគាត់ផ្លាស់ប្ដូរនិយាយ true false statement ទៅប្រាប់គ្នាទៅវិញទៅមកហ្នឹងរយៈពេល5នាទីហើយយើងចូលមកដល់អត្ថបទមួយទៀត read and discuss ហើយនៅក្នុងលំហាត់ read and discuss នៅក្នុង section F នេះគឺគាត់មានរយៈពេល7នាទីហើយយើងចែកចេញជា2គឺ F1 F1 គឺឲ្យគាត់អានអត្ថបទមួយហ្នឹងហើយឲ្យឆ្លើយសំណួរខាងក្រោមអញ្ចឹងនៅពេលហ្នឹងគឺឲ្យគាត់ធ្វើការងារហ្នឹងម្នាក់ឯងរយៈពេល5នាទីអញ្ចឹងនៅក្នុងអត្ថបទនេះគឺគេនិយាយតាក់ទងទៅនឹងនារីម្នាក់ឈ្មោះក្មេងស្រីម្នាក់ឈ្មោះថា Thanya នេះរូបគាត់ Thanya គឺគាត់មានអាយុ15ឆ្នាំហើយគាត់រស់នៅជាមួយនឹងម្ដាយរបស់គាត់ហើយនឹងប្អូនស្រីរបស់គាត់ម្ដាយរបស់គាត់ហ្នឹងម្ដាយរបស់គាត់ហ្នឹងធ្វើការងារក្រៅម៉ោង2អញ្ចឹងការងារនៅផ្ទះទាំងអស់គឺត្រូវតែ Thanya គឺជាអ្នកធ្វើ Thanya គាត់គិតថាគាត់ធ្វើការងារនឹងកិច្ចការផ្ទះទាំងអស់គាត់មានអារម្មណ៍ថាវាអត់យុត្តិធម៌ចំពោះគាត់ទេគាត់គិតថាប្អូនស្រីរបស់គាត់នឹងគួរតែជួយកិច្ចការផ្ទះរបស់គាត់ហើយប្អូនស្រីគាត់គឺមានអាយុ10ឆ្នាំហើយនាងហ្នឹងក៏ចូលចិត្តដើរលេងជាមួយនឹងមិត្តភ័ក្តិបន្ទាប់ពីសាលារៀនថាយ៉ាងគាត់ចាំបានថានៅពេលដែលគាត់អាយុ10ឆ្នាំដោយប្អូនស្រីគាត់ហ្នឹងគឺគាត់ត្រូវតែជួយធ្វើកិច្ចការផ្ទះហ្នឹងទាំងអស់ហើយប៉ុន្តែគាត់អត់យល់ថាហេតុអីបានជាម៉ាក់គាត់ហ្នឹងឲ្យប្អូនស្រីគាត់ហ្នឹងជួយគាត់នៅពេលដែលប្អូនស្រីគាត់ហ្នឹងអាយុ10ឆ្នាំថាយ៉ាងគឺគាត់ហត់ក្នុងការធ្វើកិច្ចការផ្ទះទាំងអស់មែនតើដោយសារតែគាត់ក៏ចង់ទៅដើរលេងជាមួយមិត្តភ័ក្តិគាត់ដែរហើយគាត់ចង់ចំណាយពេលវេលាត្រូវសិក្សានៅក្នុងបណ្ណាល័យឬក៏ធ្វើកិច្ចការផ្ទះhomework ពីសាលារៀនប៉ុន្តែដោយសារតែកិច្ចការងារផ្ទះដែលគាត់ត្រូវធ្វើនៅពេលដែលម៉ាក់គាត់អត់នៅហ្នឹងគាត់អាចធ្វើអ្វីផ្សេងៗដែលគាត់ចង់ធ្វើហើយនាងក៏គឺថាយ៉ាហ្នឹងក៏ចង់និយាយមួយម៉ាក់គាត់អំពីបញ្ហាហ្នឹងប៉ុន្តែគាត់ដឹងថាត្រូវនិយាយរបៀបម៉េចហើយគេមានសំណួរ3ឲ្យយើងឆ្លើយអញ្ចឹងមានន័យថាទី1សួរថាបើសិនបើអ្នកជាថាយ៉ាតើអ្នកនឹងនិយាយជាមួយម៉ាក់អ្នកយ៉ាងដូចម្ដេចសំណួរទី2សួរថាបើសិនបើអ្នកជាថាយ៉ាតើអ្នកនឹងនិយាយជាមួយនឹងប្អូនស្រីអ្នកយ៉ាងម៉េចដើម្បីឲ្យនាងហ្នឹងជួយអ្នកជាមួយនឹងកិច្ចការផ្ទះហ្នឹងសំណួរទី3សួរថានៅផ្ទះអ្នកតើអ្នកណាគឺជាអ្នកដែលកាន់ខាងកិច្ចការផ្ទះហ្នឹងច្រើនជាងគេតើអ្នកគិតថាវាយុត្តិធម៌សម្រាប់គាត់អត់ដែលធ្វើកិច្ចការផ្ទះច្រើនជាងគេនៅក្នុងផ្ទះហើយមូលហេតុអ្វីអញ្ចឹងអ្នកសូម facilitator ប្រាប់ឲ្យកូនសិស្សឆ្លើយសំណួរទាំង3នេះដោយខ្លួនឯងក្នុងរយៈពេល5នាទីបន្ទាប់ពីគាត់ឆ្លើយសំណួរខ្លួនឯងហើយចូលមកដល់ F2 គឺឲ្យគាត់ពិភាក្សាចម្លើយរបស់គាត់នឹងជាមួយនឹងដៃគូរបស់គាត់ហើយមានរយៈពេល2នាទីនេះគឺបញ្ចប់reading fluency ខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះ